បងប្អូនបើសិនជាយើងគិតអំពីរថយន្តប្រើប្រាស់លក្ខណៈគ្រួសារបែបគេហៅថាសមាជិកគ្រួសារច្រើនណាខ្ញុំជឿថាពុកម៉ែបងប្អូនកុំមើលរំរងរថយន្ត Hyundai Staria មួយគ្រឿងនេះឯសោះបាទរថយន្តនេះគឺជាប្រភេទរថយន្តវ៉ែនហើយមានភាពឆ្លាតវៃច្រើនកម្រិតស៊ីប្រេងក៏សមចៃបាទហើយបើនិយាយពីការបើកបរក៏មានភាពសុវត្ថិភាពច្រើន smooth ទន់បាទ comfort តែម្ដងអញ្ចឹងរថយន្តនេះផងដែរគឺជាប្រភេទរថយន្តរបស់កូរ៉េបាទដែលផលិតឡើងសម្រាប់ពុកម៉ែបងប្អូនយកទៅប្រើប្រាស់ចំពោះបងប្អូនដែលមានសមាជិកគ្រួសារច្រើនបាទឥឡូវយើងលម្អិតរថយន្តនេះបន្តិចរថយន្តនេះគឺជារថយន្តស្លាកលេខយើងទើបតែនឹងកាត់បានហើយរថយន្តនេះផងដែរគឺបានបំពាក់ជាមួយនឹងភ្លើងអំពូលភ្លើងបាទគេហៅថា LED បាទមកឆ្នោតវែងតែម្ដងពុកម៉ែបងប្អូនហើយមានជាមួយនឹងភ្លើងដែលថាមណារីងឡាយនៅក្នុងនឹងដែរបាទហើយបើនិយាយពីតួឡានរបស់វាវិញគឺមានសភាពប្លែកពីរថយន្តមុនបើនិយាយថារថយន្តនេះគឺអាប់ដេតផ្លាស់ប្ដូរពីរថយន្ត Hyundai Starex បាទចាប់មកដល់ពេលនេះគឺគេហៅថា Hyundai Staria ម្ដងអញ្ចឹងសម្រាប់ទ្វារចំហៀងរបស់វាវិញគឺយើងអាចបិទបើកបានរហូតដល់4របៀបឯណោះអញ្ចឹងគឺវាទំនើបខ្លាំងមែនទែនរីឯចំណែកឃ្លុបខាងក្រោយរបស់វាវិញគឺជាឃ្លុបអូតូយើងអាចបិទបើកដោយប្រើអូតូបានបាទនេះពុកម៉ែបងប្អូននេះអែមតែម្ដងហើយបើយើងនិយាយអំពី space ខាងក្រោយវិញគឺមានភាពទលាយច្រើនពុកម៉ែបងប្អូនអាចគេហៅថាចង់ដឹកអីវ៉ាន់ច្រើនមានសមាជិកគ្រួសារតិចយើងអាចកាច់កៅអីខាងមុខនេះចូលទៅក្នុងបាទហើយបើយើងនិយាយពី stop វិញគឺជាប្រភេទ stop ប្រភេទ LED ដែរហើយគេ design មកបែបគេហៅថាជ្រុងវែងចូលទៅក្រោមទៀតបាទអែមមែនតើពុកម៉ែបងប្អូននេះអញ្ចឹងមកគ្រឿងនេះគឺ special តែម្ដងហើយមានជាមួយនឹង sensor ខាងក្រោយដែរពេលដែលយើងអាយ៉ែចោះចតចិត្តប៉ះអីមួយគឺវា alert ឲ្យយើងដឹងតែម្ដងអញ្ចឹងបានន័យថាគឺឆ្លាតវៃខ្លាំងមែនតើហើយយើងបើកបរដោយទំនុកចិត្តដោយសុវត្ថិភាពបើយើងនិយាយពីផ្នែកខាងក្នុងនៃរថយន្ត Hyundai Staria មួយគ្រឿងនេះវិញគឺបានបំពាក់ជាមួយនឹងខាងក្នុងខ្មៅលាយជាមួយស្បែកពុកពណ៌ទឹកដោះគោឥឡូវយើងនិយាយអំពីរថយន្តនេះផងដែរគឺប្រើប្រាស់ជាមួយនឹងម៉ាស៊ីនម៉ាស៊ូតតែអ្វីដែលខ្ញុំទៅសារ Hyundai Staria គឺវាដំណើរការបានល្អខ្លាំងមែនទែនដោយសារវាអត់សូវលឺសំឡេងពីខាងក្រៅមកបាទបងប្អូនអ្វីដែលយើងផ្ដោតទី1នេះគឺចង្កូតរបស់វាគឺប្រើប្រាស់ជាមួយនឹងចង្កូតអេឡិចត្រូនិកគឺមានភាពធូរមែនទែនពុកម៉ែបងប្អូនសឹងថាយើងយកច្អល់ដៃទៅបត់ក៏ទៅដែរបាទហើយកុងទ័ររបស់វាគឺជាប្រភេទកុងទ័រ digital តែម្ដងដោយយើងមានជាមួយនឹងគេហៅថាការផ្ដល់ព័ត៌មានច្បាស់កម្រិតនៃសារប្រេងយើងប្រើប្រាស់បានប្រមាណគីឡូគឺវា alert នៅក្នុងនឹងឲ្យយើងដឹងតែម្ដងបាទហើយអ្វីដែលសំខាន់មួយទៀតកាមេរ៉ាខាងក្រោយគឺវាមានសភាពច្បាស់ខ្លាំងមែនទែនដោយមានច្រើនករណីដែលយើងអាចមើលឃើញទី1កាមេរ៉ា360យើងមើលមកជុំឡានទី2យើងមើលចំហៀងបាទគូតក្រោយចំហៀងបាទគឺច្រើនរបៀបខ្លាំងមែនទែនហើយចំណែកឯកន្លែងនេះវិញគឺជាប្រភេទគេហៅថាកាមេរ៉ាដែលយើងអាចមើលបាននៅពេលដែលយើងបើកបរបាទគឺយើងអាចមើលបានហើយកន្លែងនេះវិញគឺជា sensor កន្លែងនេះគឺគេហៅថាកៅអីត្រជាក់អានេះកៅអីក្តៅបាទហើយចំណែកឯកន្លែងនេះវិញគឺជា charge wireless ដែលយើងអាចសាកថ្មអត់ខ្សែបានបាទគឺអេមែនទែនពុកម៉ែបងប្អូននេះអញ្ចឹងយើងអាចសាកថ្មបានដោយមិនបាច់ប្រើខ្សែទេបាទអញ្ចឹងវាមានគេហៅថាចំណុចគេហៅថាទំនើបច្រើនហើយមួយទៀតពាក់ព័ន្ធជាមួយនឹង dry mode របស់វាគឺវាមាន3រហូត dry mode បានន័យថានេះគឺជាយើងបើកបរធម្មតារីឯយើងចុចបែបនេះគឺវា alert ជាមួយនឹងកុងទ័រពណ៌បែបនេះបៃតងខ្ចីបានន័យថា eco នេះគឺយើងប្រើប្រាស់នៅគេហៅថាផ្លូវដែលស្ទះយើងអាចសំចៃបានច្រើនចំណែកឯ dry mode ចុងក្រោយយើង alert ជាមួយនឹងកុងទ័រពណ៌ក្រហមបានន័យថាយើងប្រើប្រាស់ជួយនឹងគេថាលបឿននៅពេលដែលយើងវ៉ាជែងគឺជន់ទៅស្ទុះតែម្ដងគេហៅថា sport mode បាទអញ្ចឹងគឺយើងអាចបើកបរបាន3របៀបពេលដែលយើង sport mode នេះវិញខ្ញុំសង្កត់បន្តិចដោយសារពេលយើងប្រើប្រាស់ sport mode ហ្នឹងគឺចង្កូតរបស់វារៀងរឹងយើងសង្កត់ថាមូលច្អល់ដៃគឺលេងទៅទៀតអីដោយសារកាណាឡានដែលរត់ប្រើប្រាស់លបឿនលឿនគឺចង្កូតរបស់វាមិនអាចធូរបានទេគឺត្រូវតែរឹងបានន័យថាទប់លំនឹងឡានឲ្យបានល្អបាទរីឯខាងលើនេះវិញគឺជាគេហៅថាផ្នែកដបូលបើកយើងអាចបើកដបូលបានហើយខាងក្រោយក៏យើងអាចបើកដបូលបានដូចគ្នាបាទអញ្ចឹងបន្ទាប់មកទៀតគឺយើងមានជាមួយនឹងកញ្ចក់ក្តោបអូតូដែលយើងអាចក្តោបអូតូបានបាទអញ្ចឹងគឺវាទំនើបបាទមកល្មមមកយើងអាចប្រើប្រាស់បានលក្ខណៈគ្រួសារវាមិនគេថាសាំញ៉ាំពេកហើយក៏មិនគេហៅថាអត់ទំនើបពេកដែរបាទស្អាតពុកម៉ែបងប្អូនសម្រាប់ Hyundai Staria ហើយបើយើងនិយាយអំពីផ្នែកខាងក្រោយរបស់វាវិញគឺមានគេហៅថាកៅអីរហូតដល់4ជួរឯណោះពុកម៉ែបងប្អូននេះអញ្ចឹងយើងអាចផ្ទុកសមាជិកគ្រួសារបានច្រើនបាទគ្រួសារធំបងប្អូនមានគ្រួសារតិចយើងអាចបត់កៅអីបាទដើម្បីផ្ទុកឲ្យបានបន្ថែមទៀតបាទអញ្ចឹងសម្រាប់រថយន្តមួយគ្រឿងនេះគឺចំណុចពិសេសរបស់វាមានតែប៉ុណ្្នឹងទេហើយរីឯ monitor នៅក្នុងចង្កូតរបស់វាវិញគឺយើងមានច្រើនមានជាមួយនឹង radar ចាក់ប្រឡងផ្លូវបាទមានជាមួយនឹងគេហៅថា sensor ពាក់ព័ន្ធជាមួយនឹងការកាន់ចង្កូតរេទៅខាងគេរេទៅខាងឯងអីគឺវាទាញឲ្យចូលកន្លងរបស់ដើមរបស់វាវិញតែម្ដង
ចឹងមិនន័យថាគឺសុវត្ថិភាពហើយមានភាពឆ្លាតវៃច្រើនរីឯយន្តរុន USB របស់វាវិញគឺយើងមានច្រើនបែបតែម្ដងដែលយើងអត់ពិបាកចិត្តក្នុងការបញ្ចូលថ្មទូរស័ព្ទទេហើយឯអេក្រង់របស់វាវិញគឺជាប្រភេទអេក្រង់ touch ដោយយើងមានជាមួយនឹងការភ្ជាប់ជាមួយនឹង Bluetooth ចាក់ចម្រៀងបាទមានជាមួយនឹងការសេរីម៉ាស៊ីនត្រជាក់បាទយើងអាច call បានមានជាមួយនឹងគេហៅថា Apple CarPlay ជាមួយនឹង Android Auto ព្រោះយើងអាចប្រើប្រាស់បានដូចគ្នាតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ទៅលើរថយន្តមួយគ្រឿងនេះគឺនៅ S Auto មានលក់ពុកម៉ែបងប្អូននេះឆ្នាំផលិត2022គឺជាប្រភេទឡានវ៉ែន Hyundai Staria បាទប្រភេទឡានស្អាតទឹកថ្នាំស៊ីនមកជុំអត់មានប្រវត្តិបុកប៉ះពុកម៉ែបងប្អូនទិញដោយទំនុកចិត្តមានការធានាត្រឹមត្រូវអរគុណបងប្អូនស្រឡាញ់អាចចេញមកមើលបានអរគុណ S Auto សាងទំនុកចិត្តធានាគុណភាពនិងផ្ដល់សេវាកម្មល្អជូនលោកអ្នក